ខ្ញុំចំណាននឹងឯងដល់ហើយព្រោះខ្ញុំក៏សង្ហាសក់ក៏ហាយឡាយហេតុអីបានជាខ្ញុំមិនបានទៅប្រឡងនៅភ្នំពេញដូចជាឯងអញ្ចឹងសក់ដូចជាសក់សំពរខ្ញុំពិបាកចិត្តកាត់តែមិនចេះមើលខ្លួនខ្ញុំគ្មានសម្លៀកបំពាក់ទៅប្រឡងបរោះឯងនៅភ្នំពេញទេមិនដឹងធ្វើយ៉ាងម៉េចទេកំប្រួយចាំខ្ញុំជួយរឿងសម្លៀកបំពាក់នោះមិនអីទេខ្ញុំបានត្រៀមរួចអស់ហើយខ្ញុំនិយាយសិនហើយតែចោះឲ្យបានជោគជ័យណាយកគេយកឈ្មោះនោះមកឲ្យយើងពួកយើងទាំងអស់គ្នាយើងទាំងអស់គ្នារងចាំអានទៅចុះណាបានសុខសប្បាយឲ្យបានជោគជ័យណាចុះណាឲ្យបានជោគជ័យខ្ញុំចង់តាស៊ីបងយីអូនសលីឡើងបងយីអូនសលីយើងទៅជឿគ្នារងចាំឯងរងចាំដំណឹងអូនគេងទន្ទឹងអង្ក្រា1ឆ្នាំហើយជីវ៉ាវិចាមិនឃើញឆ្លើយតបសុខទុក្ខយ៉ាងណាតារៀមរាថ្ងៃយប់ទីក្រុងគេត្រូវការប្រាំឈឺថ្កាន់ពីបាមដេញទៅមិត្តភក្តិប្រាប់ថាបានឃើញសង្សារឯហើយមិនខុសទេនាងអើយច្បាស់ណាស់នៅក្នុងទូរទស្សន៍សង្ហាស្រស់ស្អាតពិនជាសំណាងនាងណាំខ្លាចជាតារាល្បីឈ្មោះគេទៅយូរមកដល់ស្រុកយើងទាំងផ្នែកអូនអូស្រង់មិនដឹងខ្លួនខំប្រឹងញញឹមចិត្តបងបានដោយប្រាថ្នាតើធ្វើមិនដេចទៅគ្មានប្រាំងទៅជួបជីវ៉ាដឹងហើយយើងក្រណាស់ណារៀមរាអូននឹកបងណាស់អ្នកភូមិស្រុកយើងចាំមើលផ្លូវបងរាល់ថ្ងៃអីលើខកចិត្តណាស់ថ្លៃសំដីបងតាមទូរទស្សន៍ប្រាំថាគ្មានញាតិនៅស្រងស្រែគ្មានគូស្នេហ៍ស្ម័គ្រស្មងស្លុតចិត្តដូចស្លាប់ទាំងរួមបេះដូងប្រភ្លេចអូនហើយជំរាបសួរលោកកំពុងធ្វើអីនៅខ្ញុំកំពុងថតស្ពតឲ្យក្រុមហ៊ុនស្លាប៊ីអង្គរគេឈ្មោះលោកនៅល្បីណាស់ខ្ញុំសូមសួរលោកតែបានទេបាទមានអីលើថាលោកមានបងប្អូនហើយនឹងសង្សារនៅស្រុកស្រែតែមិនកាប់ទៅលោកយល់ច្រឡំហើយខ្ញុំគ្មានទេបងប្អូនគឺសង្សារនៅស្រុកស្រែអីទេខ្ញុំគឺជាអ្នកទីក្រុងសុខសាន្តតែម្ដងមិនដឹងខ្លួនខំប្រឹងញញឹមចិត្តបងបានដោយប្រាថ្នាតើធ្វើមិនដេចទៅគ្មានប្រាំងទៅជួបជីវ៉ាដឹងហើយយើងក្រណាស់ណារៀមរាអូននឹកបងណាស់អ្នកភូមិស្រុកយើងចាំមើលផ្លូវបងរាល់ថ្ងៃអីនៅខកចិត្តណាស់ថ្លៃសំដីបងតាមទូ